នៅក្នុងវីដេអូនេះយើងនឹងនិយាយអំពីជីវប្រវត្តិរបស់លោក Alexander Graham Bell ដែលគាត់គឺជាអ្នកបង្កើតទូរស័ព្ទដៃដំបូងគេហើយថាតើអ្នកទាំងអស់គ្នាដឹងទេថាពាក្យដំបូងដែលគាត់និយាយនៅលើទូរស័ព្ទហ្នឹងគាត់បាននិយាយថាម៉េចលោក Alexander Graham Bell ហ្នឹងគាត់បានកើតនៅថ្ងៃទី3ខែមីនាឆ្នាំ1847នៅទីក្រុង Edinburgh ប្រទេស Scotland ម្ដាយរបស់គាត់មានឈ្មោះថា Eliza Grace Simon Bell ឪពុករបស់គាត់មានឈ្មោះថា Alexander Mowbray Bell ហើយគាត់គឺជាអ្នកជំនាញផ្នែកបង្រៀនមនុស្សកឲ្យនិយាយគាត់បានបង្កើតវិធីសាស្ត្រហៅថា Visual Speak និងប្រពន្ធរបស់គាត់មានឈ្មោះថា Mark Bell Gardiner Hubbard ហើយប្រពន្ធរបស់គាត់នឹងក៏ជាមនុស្សដែរកថ្លង់ដូចគ្នាហើយហេតុផលទាំងនេះហើយដែលធ្វើឲ្យគាត់ហ្នឹងខ្លាចជាអ្នកច្នៃប្រឌិតហើយបានឈានទៅដល់ការបង្កើតទូរស័ព្ទដៃហើយនៅពេលដែលគាត់បង្កើតទូរស័ព្ទដៃបានណាពាក្យដែលគាត់និយាយនៅក្នុងទូរស័ព្ទដៃដំបូងគេហ្នឹងគាត់បាននិយាយថា Mr. Watson come here I want to see you គាត់បានហៅជំនួយការរបស់គាត់មានឈ្មោះថា Watson ហ្នឹងមករកគាត់នឹងជាពាក្យដែលគាត់និយាយក្នុងទូរស័ព្ទដំបូងបំផុតបងប្អូនធ្លាប់ដឹងទេហើយជាចុងក្រោយគាត់បានបង្កើតទូរស័ព្ទដៃមួយដែលអាចតាក់ទងគ្នាបានដោយជោគជ័យនេះជាការខិតខំប្រឹងប្រែងរបស់គាត់ហើយបានផ្លាស់ប្ដូរពិភពលោកនេះមែនទែនដែលធ្វើឲ្យគ្រប់គ្នានឹងសាទរគាត់ជាខ្លាំងនៅពេលដែលទស្សនាវីដេអូនេះចប់អ្នកទាំងអស់គ្នាសូមកុំភ្លេចជួយចុច Subscribe Like ដើម្បីទទួលបានវីដេអូថ្មីបន្តទៀតអូទាំងអស់គ្នាកុំភ្លេចដាក់សញ្ញាកណ្ដឹងផងហើយកុំភ្លេចទៅទស្សនាវីដេអូផ្សេងៗទៀតប្រសិនបើអ្នកទាំងអស់គ្នាមិនទាន់បានទស្សនាវីដេអូមុននៅឡើយ